លោកហ៊ុនម៉ាណែតហាមប្រជាពលរដ្ឋមិនឲ្យសួរនាំអំពីបញ្ហាសង្គ្រាមជាមួយថៃរយៈពេល5ថ្ងៃហ្នឹងមិនដឹងថាវាមានអាចកំបាំងអីដល់ថ្នាក់ហាមប្រជាពលរដ្ឋម៉ោងនេះពេលនេះមិនឲ្យសួរអញ្ចឹងក្នុងនាមបងជាប្រជាពលរដ្ឋតែមានចំណាប់អារម្មណ៍មិនដែរនៅពេលដែលរដ្ឋាភិបាលមិនឲ្យសួរដេញដោលពីបញ្ហាសុខទេសអញ្ចឹងបាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំគិតថាលោកហ៊ុនម៉ាណែតមិនឲ្យប្រជាពលរដ្ឋសួរមកពីគាត់ឲ្យមានចម្លើយឆ្លើយទៅប្រជាពលរដ្ឋបាទខ្ញុំឧទាហរណ៍មួយទៅទៀតថាគ្រូបង្រៀនសិស្សហើយគឺជាគ្រូដល់ពេលហើយហាមសិស្សមិនឲ្យសួរអញ្ចឹងមានន័យថាគ្រូហ្នឹងអត់ចេះឆ្លើយឬក៏អត់មានចម្លើយឲ្យសិស្សបាទគ្រូអត់ចេះអញ្ចឹងហ៊ុនម៉ាណែតហ្នឹងអត់ចេះឆ្លើយអញ្ចឹងបាទខ្ញុំមានប៉ុណ្ណឹងបាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំត្រូវតែសួរនាំហើយក្នុងនាមលោកជានាយករដ្ឋមន្ត្រីជាអ្នកដឹកនាំប្រទេសខ្លាចអីនឹងប្រជាពលរដ្ឋសួរឆ្លើយមកបាទមានប៉ុណ្ណឹងហ្នឹងហើយសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំជាម្ចាស់ប្រទេសហើយក្នុងនាមហ៊ុនម៉ាណែតជារដ្ឋាភិបាលគឺជាអ្នកបម្រើប្រជាពលរដ្ឋអញ្ចឹងខ្ញុំមានសិទ្ធិត្រូវសួរត្រូវដឹងត្រូវឮថានេះជាប្រទេសរបស់ខ្ញុំបាទសម្រាប់ខ្ញុំមានសំណួរមួយសួរទៅលោកហ៊ុនម៉ាណែតវិញថាតើកាត់ដីដូរសន្តិភាពមែនបានមិនឲ្យប្រជាពលរដ្ឋសួរបាទមានតែប៉ុណ្្នឹងឯងបាទហើយសុកទុកទាហានចាបាត់បង់ទាហានប្រមាណអ្នកអីប្រមាណអ្នកក្នុងបញ្ហាសង្គ្រាមរវាងប្រទេសប៉ុណ្ណានេះមិនឲ្យប្រជាពលរដ្ឋសួរក្នុងនាមលោកជាមេដឹកនាំនេះលោកមានអាចកំបាំងអីនៅក្នុងការធ្វើសង្គ្រាមជាមួយនឹងប្រទេសថៃបានមិនឲ្យប្រជាពលរដ្ឋសួរដឹងឮនៅពេលម៉ោងនេះពេលនេះចាបាទម្សិលមិញបងប្អូនបានឃើញហើយអំពីវីដេអូដែលនាងខ្ញុំបានផុសក្នុងការហែឈ្មោះខួបទី34នៃសន្ធិសញ្ញាទីក្រុងប៉ារីសហើយក៏មានការស្លៀកពាក់ជាកៅអៅទាហានក្នុងការចូលរួមផងដែរហើយមតិមហាជនមួយចំនួនគាត់ថាមិនបានយកកៅអៅទាហានខ្មែរយើងទៅពាក់ក្នុងការហែក្បួនអញ្ចឹងវាអត់សមអីអញ្ចឹងណាឥឡូវមកស្ដាប់ការបកស្រាយរបស់យុវជនរបស់យើងដែលបានស្លៀកពាក់ផ្ទាល់តែម្ដងថាតើការស្លៀកពាក់កៅអៅទាហានចូលរួមហែក្បួនហ្នឹងក្នុងគោលបំណងអីដែរបាទគោលបំណងដែលពួកយើងពាក់កៅអៅទាហានហ្នឹងគឺគ្រាន់តែជាការតំណាងឲ្យទាហានទាំង18រូបដែលភាគីថៃហ្នឹងចាប់ទៅដែលមិនទាន់បានដោះលែងគឺយើងទាមទារឲ្យភាគីថៃហ្នឹងដោះលែងទាហានទាំង18រូបហ្នឹងមកប្រទេសកម្ពុជាយើងវិញតែប៉ុណ្ណោះបាទអូចាហើយក៏មានសំណួរមកមួយទៀតគេសួរមកកាន់នាងខ្ញុំឥឡូវខ្ញុំឲ្យយុវជនយើងអ្នកបកស្រាយវិញថាតើការពាក់កៅអៅជាទាហានខ្មែររបស់យើងហ្នឹងគឺជាការមាក់ងាយឬក៏ជាយ៉ាងណាជារបស់បាទសូមគោរពនិងជម្រាបសួរដល់បងប្អូនទាំងការស្លៀកពាក់ជាឈុតទាហានក្នុងការហែរំលឹកខួប34ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺការពាក់នេះគឺជាការគោរពដល់វីរភាពអង្គអាចដ៏ក្លាហានរបស់ទាហានយើងដែលបានពលីជីវិតនិងដែលបានត្រូវបានថៃចាប់យកខ្លួននោះគឺយើងគោរពដល់ការលះបង់គាត់ទើបយើងពាក់ខោអាវនេះក្នុងការគោរពនិងដឹងគុណដល់គាត់បាទសូមគុណចាហើយយើងចង់សួរពីចំណាប់ដើមរបស់យើងយុវជនរបស់យើងម្នាក់ទៀតដែលបានចូលរួមក្នុងការស្លៀកពាក់ខោអាវទាហាននោះផងដែរថាតើមានចំណាប់អារម្មណ៍យ៉ាងណានៅពេលដែលយើងបានស្លៀកពាក់ខោអាវទាហានហើយបានដើរហែនៅចំកណ្ដាលទីក្រុងតូក្យូតែម្ដងចាបាទនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានពាក់ខោអាវវីរៈកងទ័ពរបស់យើងក្នុងនាមខ្ញុំគឺជាប្រជាពលរដ្ឋមួយរូបខ្ញុំបានពាក់អាវកងទ័ពដើម្បីជាតំណាងការពារមាតុភូមិរបស់យើងហើយខ្ញុំបានពាក់ខោអាវនេះគឺដើម្បីបង្ហាញទៅដល់ជនជាតិជប៉ុនក៏ដូចជាស្ថាប័នរបស់ជប៉ុនថាយើងពិតជាមានរឿងអយុត្តិធម៌ដោយខាងបងគាត់បានលើកឡើងអញ្ចឹងថាថៃបានរំលោភបំពានបទឈប់បាញ់ចាប់វីរៈកងទ័ពយើង18រូបទាំងខុសច្បាប់អញ្ចឹងយើងចង់បង្ហាញអំពើឈ្លានពានរបស់ថៃហ្នឹងឲ្យសាធារណជនទូទាំងប្រទេសក៏ដូចជាពិសេសជប៉ុនគ្រប់ស្ថាប័នឲ្យបានដឹងថាយើងកំពុងទទួលរងភាពអយុត្តិធម៌អញ្ចឹងយើងបានបង្ហាញរឿងរបស់ហ្នឹងដើម្បីឲ្យគាត់នេះឲ្យខ្ញុំទៅមានមោទនភាពឲ្យខ្ញុំមានគឺយើងអរគ្នាគ្មានគោលបំណងណាទៅជន់ឈ្លីទេគឺយើងមានតែគោរពនិងលើកដំកើងបាទចាសរុបសេចក្តីមកវិញហ្នឹងគឺថាពួកគាត់ស្លៀកពាក់ខោអាវទាហាននេះគឺតំណាងឲ្យទាហានទាំង18រូបដែលថៃចាប់យកធ្វើជាចំណាត់ខ្មាំងដើម្បីបង្ហាញទៅអន្តរជាតិនិងជនបរទេសដទៃឲ្យបានឃើញថាថៃមិនទាន់ដោះលែងទាហានរបស់យើងទាំង18រូបនោះវិលមកកាន់មាតុភូមិរបស់យើងទេចានេះជាគោលបំណងរបស់យើងក្នុងការពាក់ខោអាវទាហាននិងពាក់មានច្បាប់ទាំងសងខាងផងដែរចាសូមអរគុណនិងសូមជម្រាបលាចាបាទ